បាទជ្រាបសួរបងប្អូនទាំងអស់គ្នាបាទនេះជាទស្សនភាពនៅសំណង់អូសណ្ដានដែលស្ថិតនៅក្នុងឃុំព្រៃខ្ពស់ស្រុកបាវលខេត្តបាត់ដំបងបងប្អូនថ្ងៃនេះប្រជាកសិកររបស់យើងនឹងគឺថាបានសាមគ្គីគ្នាជាកម្លាំងបាទទៅជួយចាក់បេតុងនៅសំណង់អូសណ្ដានដែលស្ថិតនៅក្នុងឃុំព្រៃខ្ពស់ស្រុកបាវលខេត្តបាត់ដំបងគឺថាច្រើនមែនទែនបងប្អូនទាំងអស់គ្នាអញ្ចឹងមានបងប្អូនទាំងអស់គ្នានឹងគិតឆ្ងល់ហេតុអីបានជាក្នុងស្ទឹងនឹងមានទឹកចុះតាមសំណង់ស្រុកស្រែមិនតែអត់មានទឹកបងប្អូនអញ្ចឹងមូលហេតុគឺនៅនឹងមុខបងប្អូននេះឯងគឺគេកំពុងតែកសាងសំណង់អូសណ្ដានបងប្អូនបាទអញ្ចឹងសំណង់នេះវានៅលើគេតែម្ដងបងប្អូនបាទវាជៀបនឹងសំណង់ធំជៀបនឹងសំណង់ព្រៃខ្ពស់អញ្ចឹងហើយបងប្អូនបាទអញ្ចឹងគេឡៃកសាងសំណង់នេះទៅគេបិទទឹកមិនអោយធ្លាក់មកបើសិនជាទឹកគេបើកទឹកទៅគឺថាយើងពិបាកកសាងអញ្ចឹងណាកសាងអត់កើតព្រោះទឹកលិចទឹកអីអញ្ចឹងទៅបងប្អូនអញ្ចឹងគឺទឿនតែគេកសាងហើយបងប្អូនបាទទើបអាចបើកទឹកទៅបានណាបងប្អូនអញ្ចឹងមានបងប្អូនយើងនេះឯក្រោយមកគាត់ខ្វះទឹកមែនទេបងប្អូនបាទលឺទេមកប្រាប់ខ្ញុំថាស្រូវវែងណាណៃឲ្យអត់ទាន់មានទឹកដាក់អញ្ចឹងឯនេះគាត់ក៏នឹមគ្នាសាមគ្គីជាកម្លាំងគាត់ក៏មកជួយចាក់បេតុងឲ្យឆាប់ហើយទេបងប្អូនក៏ប៉ុន្តែយើងមិនដឹងថ្ងៃណាហើយនោះទេបងប្អូនមើលទៅកន្លែងចាក់បេតុងហ្នឹងគឺថាសល់ច្រើនដែរបងប្អូនបាទសល់ខាងលើហ្នឹងគឺថាច្រើនមែនទេបងប្អូនមើលជារៀងខាងនោះគឺថាសល់ខាងលើសឹងតែទាំងអស់តែម្ដងខាងក្រោមហ្នឹងគឺថារួចខ្លះហើយបងប្អូនអញ្ចឹងបើយើងធ្វើមិនហើយទេបើសិនជាយើងហ៊ានតែបលេងទឹកមកគឺថាខូចខាតទៀតគឺអាប្រាក់ដែលយើងចំណាយកសាហ្នឹងគឺវាអត់ប្រយោជន៍អញ្ចឹងណាបងប្អូនឃើញទឹកនៅខាងមុខនោះអត់បងប្អូនបាទអញ្ចឹងទឹកហ្នឹងគេស្តុបទឹកទុកទៅមកខាងទឹកនឹងមានបងប្អូនមានច្រើនមែនទែនហើយស្ទឹងព្រៃខ្ពស់គឺថាមានច្រើនណាស់បងប្អូនបាទនៅសំណង់ព្រៃខ្ពស់ទឹកឡើងទៅដឹងតែម្ដងបងប្អូនបាទទឹកពេញស្ទឹងបងប្អូនបាទនិយាយថាតាមស្ទឹងហ្នឹងទឹកបែកធ្លាយដល់ណាដល់ណីហើយដល់ប្រទីមានចៃហើយក៏ប៉ុន្តែអត់ទៅតាមសំណង់នេះឯងដោយសារតែពាក្យនៅសំណង់អូសណ្ដាននេះមួយគេកំពុងតែកសាងសំណង់អញ្ចឹងហើយបងប្អូនបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងជួយគ្នាឲ្យឆាប់ហើយដើម្បីឲ្យបានបើកទឹកមកចូលសំណង់តាមនីមួយដូចជាសំណង់អូសណ្ដានសំណង់តារមសំណង់សឿសំណង់ចំណោមអញ្ចឹងបើសិនជាសំណង់នេះក្រហើយគឺទឹករបស់យើងកាន់តែយូរដែរបងប្អូនព្រោះអីសំណង់នេះនៅលើគេបងប្អូនណាសំណង់នេះនៅលើសំណង់តារមទៀតនៅលើសំណង់ភូមិតានីទៀតណាបងប្អូនអញ្ចឹងបើសិនជាសំណង់នេះក្រហើយមិនដឹងថាទឹកស្មើណាបានចូលស្រែស្រូវបងប្អូនទេបងប្អូនអើយនេះបងប្អូនមើលទៅកន្លែងចាក់សាបគឺថាសល់រៀងច្រើនដែរបងប្អូនអញ្ចឹងហើយបងប្អូនណាដែលទៅនេះគិតមកជួយអាចមកជួយបានមកបងប្អូនបាទបងប្អូននេះដែលចេះខាងពូនខាងស៊ីម៉ង់អីអញ្ចឹងណាបងប្អូនបាទអញ្ចឹងទស្សនភាពនេះបងប្អូនយើងគិតមកពីឆ្ងាយគិតមកខាងឃុំសឿផងចំណោមផងគិតមកពីណាទៅខ្ញុំនេះអត់អស់ទេបងប្អូនខ្ញុំស្គាល់អត់អស់ទេក៏ប៉ុន្តែគិតមកពីមួយភូមិបន្តិចមួយឃុំបន្តិចអញ្ចឹងណាគិតមកជួយគ្នាម្ដាយមួយជើងដើម្បីឲ្យឆាប់ហើយដើម្បីឲ្យបានទឹកហ្នឹងយកទៅប្រើប្រាស់ដាក់ស្រែដាក់ស្រូវរបស់ពួកគាត់អញ្ចឹងទៅបងប្អូនឆ្នាំមុនហ្នឹងសំណង់នេះខូចខាតបងប្អូនបាទអញ្ចឹងបើឆ្នាំនេះយើងមិនធ្វើទេខ្លាចទឹកមកទៅវាបាក់កាន់តែធំវាដាច់ផ្លូវបាក់ខូចខាតសំណង់អីអញ្ចឹងទៅវាបង្កផលពិបាកដល់បងប្អូនយើងអញ្ចឹងណាអញ្ចឹងគេធ្វើកសាងឲ្យហើយបងប្អូនមុននឹងទឹកមកក៏ប៉ុន្តែកំពុងតែកសាងនេះទឹកឆ្នាំនេះមកលឿនពេកបងប្អូនអើយត្រឹមតែខែ5នេះទឹកមកពេញស្ទឹងបឹបបងប្អូនបាទបងប្អូនតែមើលស្ទឹងព្រៃខ្ពស់មកហើយទឹកឡើងពេញស្ទឹងបងប្អូនអញ្ចឹងវីដេអូក្រោយខ្ញុំបង្ហាញស្ទឹងព្រៃខ្ពស់ឲ្យបងប្អូនមើលគឺថាទឹកច្រើនមែនទេបងប្អូននៅស្ទឹងព្រៃខ្ពស់បងប្អូនបាទទឹកឡងទៅដឹងហើយទ្វារទឹកគឺថាព្រៀបទាំងអស់តែម្ដងស្ទឹងព្រៃខ្ពស់ហើយថ្ងៃនេះទឹកឡើងណាបងប្អូនបាទទឹកឡើងមកពីលើទឹកធ្លាក់មកពីលើច្រើនណាបងប្អូនហើយឥឡូវយើងងាកមកសកម្មភាពបងប្អូនយើងកំពុងតែកាយស៊ីម៉ងវិញបងប្អូនបាទនេះគឺគេទេជាគេចាក់ស៊ីម៉ងជាចរៈអញ្ចឹងបងប្អូនបាទដើម្បីកុំឲ្យបាក់ដីទៀតបងប្អូនហើយបងចាំខអើយបានព្រឹកតាមផងចាប់កោចាប់មួយយើងទៅចាក់រួចទៅទៅបានទៅទៀតចាំតាម
ขาหนูไปยืด